ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនប្រជាកសិករដែលចូលចិត្តនិងស្រឡាញ់នៅវិស័យកសិកម្មថ្ងៃនេះខ្ញុំបាទនឹងលើកនៅសកម្មភាពមួយចំនួនទាក់ទងជាមួយនឹងការចិញ្ចឹមជ្រូកដោយនៅក្នុងវីដេអូនេះពុកម៉ែបងប្អូនបានឃើញផ្ទាល់ហើយគឺជ្រូកខ្ញុំចាប់ផ្ដើមកាច់សម្បុកបានន័យថាជ្រូកឈឺពោះប្រៀបនឹងកាត់កូនពុកម៉ែបងប្អូនបាទអញ្ចឹងនៅថ្ងៃនេះខ្ញុំបាទនឹងចេញនៅវីដេអូមួយនេះនិយាយអំពីការចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារដែលយើងអាចចាប់ផ្ដើមពីតូចទៅធំហើយការធ្វើបែបនេះគឺជាជម្រើសដ៏ល្អសម្រាប់កសិករដែលរស់នៅតាមទីជនបទដូចជាខ្ញុំបាទពុកម៉ែបងប្អូនបាទអញ្ចឹងយើងនៅស្រុកស្រែចម្ការខ្ញុំគិតថាមានតែការចិញ្ចឹមសត្វទេដែលជួយទៅដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងដោយវាអាចបន្ថែមនៅចំណូលពីមុខរបរយើងផ្សេងពីការធ្វើស្រែពីការធ្វើអាជីវកម្មផ្សេងដែលយើងនៅក្នុងផ្ទះយើងអាចនឹងចាប់ផ្ដើមនៃការចិញ្ចឹមជ្រូកឬក៏ចិញ្ចឹមសត្វនៅក្នុងជុំវិញផ្ទះហេតុផលដែលយើងគួរចាប់ផ្ដើមចិញ្ចឹមជ្រូកមាន់ទានៅក្នុងផ្ទះរបស់យើងជាលក្ខណៈគ្រួសារទី1គឺជួយបង្កើននៅប្រាក់ចំណូលបន្ថែមនៅក្នុងគ្រួសារទី2គឺវាផ្ដល់ជាប្រភពសាច់មកដល់យើងសម្រាប់បរិភោគហើយយើងកាត់បន្ថយនៅក្នុងការទិញបន្លែត្រីសាច់ពីទីផ្សារពីព្រោះថាការទិញនៅទីផ្សារយើងមិនដឹងថាមានសារធាតុគីមីអីខ្លះគេដែលគេដាក់នៅក្នុងបន្លែត្រីសាច់នឹងឯងអញ្ចឹងការបរិភោគនៅបន្លែត្រីសាច់ដែលយើងមិនដឹងប្រភពច្បាស់លាស់វាអាចនឹងធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពរបស់យើងហើយទី3នោះគឺកាកសំណល់សត្វដែលយើងចិញ្ចឹមនឹងឯងវាមានអត្ថប្រយោជន៍ច្រើនដែលយើងយកទៅដាក់នៅតាមគល់ដំណាំឬក៏បន្លែរបស់យើងដែលយើងដាំនៅជុំវិញផ្ទះចំពោះពុកម៉ែបងប្អូនដែលចង់ចាប់ផ្ដើមចិញ្ចឹមជាលក្ខណៈគ្រួសារយើងអាចចាប់ផ្ដើមពីជ្រូក2ក្បាលឬក៏3ក្បាលឡើងទៅហើយយើងមើលទៅតាមលទ្ធភាពយើងដែរថាយើងអាចនឹងរកចំណីឬក៏កន្ទក់នឹងឯងឲ្យវាស៊ីបានដែរឬទេនៅក្នុងតំបន់របស់យើងហើយមួយទៀតចំពោះសត្វផ្សេងមាន់ទាខ្ញុំគិតថាវាមិនពិបាកនៅក្នុងការដែលរកចំណីឬក៏កន្ទក់អីនោះទេព្រោះថាមាន់ទាវាងាយស្រួលនៅក្នុងការចិញ្ចឹមដោយយើងគ្រាន់តែបាច់នៅកាកបាយដែលយើងសល់ពីសំណល់ផ្ទះបាយនឹងឯងឲ្យវាស៊ីក៏បានដែរហើយនេះគឺជាសកម្មភាពដែលអ្នកម្ដាយរបស់ខ្ញុំគាត់លក់កូនជ្រូកសម្រាប់ដើមឆ្នាំនៃ2026នេះយើងឃើញថាតំបន់ជាច្រើនមានការផ្ទុះជំងឺទៅលើសត្វជ្រូកដែលធ្វើឲ្យជ្រូកមានការថយចុះនៃការចិញ្ចឹមអញ្ចឹងយើងឃើញថាតម្លៃជ្រូករស់នៅក្នុង1គីឡូហក់ឡើងរហូតដល់10000រៀលទៅ12000ទៅតាមតំបន់ពុកម៉ែបងប្អូនបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចាប់អារម្មណ៍នៅក្នុងការចិញ្ចឹមខ្ញុំគិតថាវាជាឱកាសល្អមែនទែនដោយយើងឃើញថាតម្លៃជ្រូកចាប់ផ្ដើមហក់ឡើងថ្លៃវិញដែលយើងអាចចិញ្ចឹមទៅមានការចំណេញសមរម្យសម្រាប់កសិករអញ្ចឹងខ្ញុំបាទសូមធ្វើការលើកទឹកចិត្តពុកម៉ែបងប្អូនប្រជាកសិករដែលស្រឡាញ់សូមមេត្តាគិតគូរហើយចាប់ផ្ដើមចិញ្ចឹមសារជាថ្មីហើយវីដេអូរបស់ខ្ញុំមិនមានអ្វីច្រើនទេហើយនេះគឺជាសកម្មភាពមួយចំនួនតាក់ទងជាមួយនឹងការដែលឪពុករបស់ខ្ញុំគាត់ពង្រីកនៃការធ្វើទ្រង់បន្ថែមដោយនៅក្នុងនោះគឺខ្ញុំបាទជាអ្នកធ្វើជាមួយនឹងលោកឪពុករបស់ខ្ញុំនឹងឯងហើយយើងចាប់ផ្ដើមពង្រីកដាក់មេបន្ថែមទៀតហើយត្រង់ខាងនេះគឺយើងសម្រាប់ដាក់នឹងជ្រូកសាច់ពុកម៉ែបងប្អូនបាទហើយយើងនឹងបន្ថែមមេឲ្យបាន6ទៅ7ក្បាលហើយវីដេអូរបស់ខ្ញុំមិនមានអ្វីច្រើនទេហើយអរគុណដល់ពុកម៉ែបងប្អូនដែលតាមដានវីដេអូនេះពីដើមរហូតដល់ចប់ខ្ញុំបាទសូមគោរពជូនពរពុកម៉ែបងប្អូនឲ្យទទួលទានរកស៊ីមានបានគ្រប់ភារកិច្ចសូមអរគុណសូមគោរពជម្រាបលា